ប្រទេសកម្ពុជាគឺជាប្រទេសដែលមានអរិយធម៌ដ៏ចំណាស់ជាងគេក្នុងចំណោមប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយសារតែប្រទេសរបស់យើងមានអរិយធម៌ដ៏ចំណាស់ជាងគេនេះហើយទើបបានជាប្រទេសរបស់យើងមានវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងពិធីបុណ្យជាច្រើនគេចែកពិធីបុណ្យនៅក្នុងប្រទេសរបស់យើងជាពីរផ្នែកទី1គឺពិធីបុណ្យប្រពៃណីជាតិទី2គឺពិធីបុណ្យក្នុងព្រះពុទ្ធសាសនាក្នុងចំណោមពិធីបុណ្យទាំងអស់មានពិធីបុណ្យមួយចំនួនដែលមានប្រជាប្រិយភាពជាងគេទី1គឺពិធីបុណ្យចូលឆ្នាំខ្មែរទី2គឺពិធីបុណ្យភ្ជុំបិណ្ឌទី3គឺពិធីបុណ្យអុំទូកនិងមានពិធីបុណ្យជាច្រើនទៀតដែលសុទ្ធសឹងតែជាពិធីបុណ្យដែលបុព្វបុរសដូនតាខ្មែរយើងបានប្រារព្ធឡើងតាំងពីយូរយារណាស់មកហើយប៉ុន្តែថ្ងៃនេះខ្ញុំនឹងលើកយកអំពីពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យទាំងអស់មកចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នាសួស្តីមិត្តនារីទាំងអស់ជាទីរាប់អានខ្ញុំវីរ៉ូថ្ងៃនេះខ្ញុំមកនិយាយអំពីពិធីបុណ្យកឋិនពិធីបុណ្យកឋិននេះគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យជាច្រើននៅក្នុងព្រះពុទ្ធសាសនាហើយជាពិធីបុណ្យមួយដែលប្រជាជនខ្មែររបស់យើងទូទៅតែងនិយមនាំគ្នាធ្វើជារៀងរាល់ឆ្នាំបុណ្យកឋិនមានរយៈពេល29ថ្ងៃគឺចាប់ពីថ្ងៃទី1រោចខែអាសត់ដល់ថ្ងៃទី15កើតខែកដឹកអាចនិយាយបានថាពុទ្ធបរិស័ទចាប់ផ្ដើមធ្វើពិធីបុណ្យនេះបន្ទាប់ពីថ្ងៃចេញព្រះវស្សាពិធីបុណ្យនេះមានលក្ខណៈពិសេសខុសពីពិធីបុណ្យផ្សេងពុទ្ធបរិស័ទអាចធ្វើពិធីបុណ្យនេះបានលុះត្រាតែកឋិនកាលបានចូលមកដល់ម្យ៉ាងទៀតក្នុងមួយវត្តអាចធ្វើកឋិនបានតែម្ដងគត់ក្នុងមួយឆ្នាំតើពិធីបុណ្យកឋិននេះមានអត្ថន័យនិងខ្លឹមសារបែបណាខ្លះទើបបានជាប្រជាជនខ្មែរតែងនាំគ្នាប្រារព្ធឡើងជារៀងរាល់ឆ្នាំកឋិនគឺសំដៅដល់សម្ពុតឬចីវរគឺជាការនាំយកសម្ពុតឬចីវរទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងត្រីមាសអស់កាលនៃអាវាសណាមួយទាំងទាយុទាយិកាហើយសូម្បីតែភិក្ខុសង្ឃក៏អាចធ្វើពិធីបុណ្យកឋិនបានដែរមានត្រឹមតែសម្ពុតមួយឬក៏ស្បង់ចីវរមួយក៏អាចធ្វើពិធីបុណ្យកឋិនបានដែរខ្ញុំអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់បើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញុំសូមបងប្អូនទាំងអស់គ្នាជួយ follow page ក៏ដូចជា subscribe YouTube channel របស់ខ្ញុំផងខ្ញុំបានដាក់ link នៅក្រោម caption ខាងលើខ្ញុំមានវីដេអូថ្មីៗល្អៗជាច្រើនទៀតដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូជាបន្តបន្ទាប់ទៀតអរគុណច្រើន